ជំរាបសួរពុកម៉ែបងប្អូន បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា សូម បាទ បង្ហាញជាមួយនឹង នេះគឺជាការបង្ហាញជាមួយនឹងឧបករណ៍កាត់ស្មៅបំពាក់ពីក្រោយត្រាក់ទ័រដែលអាចធ្វើការកាត់លយមកចំហៀងតែម្ដងដោយយើងពុំបាច់ប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រេងបញ្ជាដៃអីទេបាទប្រភេទនេះគ្រាន់តែយើងយកទៅដាក់ភ្ជាប់ជាមួយនឹងដៃថ្នោរដៃឯបរបស់ត្រាក់ទ័រគឺតាក់ជាមួយ PTO គឺប្រើបានដូចតាក់ជាមួយនឹងផាយើងដែរប៉ុន្តែគ្រាន់តែថាយើងប្រើ PTO ដើម្បីបង្វិលប្រភេទនេះល្អប្រើបងប្អូនបាទវាមាំហើយវាអត់សាំញ៉ាំច្រើនទេបាទអញ្ចឹងត្រាក់ទ័របងប្អូនដែលមានកម្លាំងចាប់ពី30-35 សេះអីឡើងទៅអានឹងអាចប្រើបានដែរទៅតាមຂະຫນាតតាមទំហំនៃឧបករណ៍តម្រូវជាមួយកម្លាំងសេះត្រាក់ទ័របងប្អូនដែលមានម្ចាស់ចំការដែលមានតម្រូវការអាចធ្វើការទំនាក់ទំនងទៅតាមលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅក្នុង caption នេះអរគុណបងប្អូន